អ្នកនរគ្នាធៀមខ្លួនសម្រាប់ព័ត៌មាន Fed នៅក្នុងយប់នេះហើយនៅដែលវានៅសល់ត្រឹមតែ16ម៉ោងទៀតទេធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងបង្ហាញអំពីអត្រាកាប្រាក់ផ្លូវការរបស់ពួកគាត់ទេដែលសម្រាប់ផឹកនេះផ្ទាល់នៅក្នុង website Fed Watch Tool របស់ CME Group បានបង្ហាញយើងឃើញថា probability នៅក្នុងការកាត់បន្ថយអត្រាកាប្រាក់ចំនួន25 basis point ឬមួយក៏0.25% ហ្នឹងគឺមានអត្រាខ្ពស់មែនទែនដល់ទៅ 96% ហើយចំពោះការកាត់បន្ថយអត្រាកាប្រាក់ចំនួន50 basis point ឬមួយក៏0.50គឺមានភាគរយត្រឹមតែ 3% ទេអញ្ចឹងដោយបង្ហាញយើងឃើញថានៅក្នុងយប់នេះភាគរយនៅក្នុងការកាត់បន្ថយអត្រាកាប្រាក់គឺមានច្រើនខ្លាំងមែនទែនហើយសម្រាប់ទស្សនៈរបស់ខ្ញុំគឺខ្ញុំគិតថាការកាត់បន្ថយអត្រាកាប្រាក់នេះអាចនឹងមានការ affect ខ្លាំងមែនទែនទៅលើតម្លៃហាងឆេងមាសដោយសារតែនេះគឺជាការកាត់បន្ថយលើកទី1ឯនៅក្នុងឆ្នាំ2025នេះដែលប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Jerome Powell ហ្នឹងគឺគាត់បានរក្សានៅគោលនយោបាយរូបិយវត្ថុរបស់គាត់អស់រយៈពេល3ត្រីមាសហើយអញ្ចឹងយើងបានឃើញថាអតិផរណារបស់សហរដ្ឋអាមេរិកនៅតែមានការកើនឡើងហើយចំពោះទីផ្សារការងារវិញកាន់តែមានការថមថយអាហ្នឹងគឺដោយសារតែកត្តាពន្ធគយផងអញ្ចឹងចំណុចការកាត់បន្ថយអត្រាកាប្រាក់នេះគឺនឹងធ្វើឲ្យតម្លៃហាងឆេងមាសមានការ affect ខ្លាំងមែនទែនហើយខ្ញុំរំពឹងទុកថាតម្លៃហាងឆេងមាសអាចនឹងមានការកើនឡើងបន្ថែមទៀតគ្រាន់តែសម្រាប់ថ្ងៃនេះផ្ទាល់យើងរកកន្លែងទិញពីខាងក្រោមគឺល្អជាងអញ្ចឹងនៅក្នុងព្រឹកថ្ងៃទី17ខែកញ្ញាឆ្នាំ2025នេះទីផ្សារមាសសៀងហៃបានបើកដំណើរការទីផ្សារមកជាមួយនឹងកម្រិតតម្លៃខ្ពស់គឺនៅតម្លៃ$3,691នៅក្នុងមួយអោននៅលើຂະຫນាតទីផ្សារអន្តរជាតិដែលវាស្មើទៅនឹងតម្លៃ$4,450ក្នុងមួយតម្លឹងនៅក្នុងទីផ្សារមាសប្រទេសកម្ពុជារបស់យើងអូខេអញ្ចឹងសម្រាប់ទំនោរហាងឆេងមាសនៅក្នុងថ្ងៃនេះផ្ទាល់ខ្ញុំនឹងធ្វើការដាក់ support resistance ឲ្យអ្នកនរគ្នាជាធម្មតាដែលនៅក្នុងថ្ងៃនេះ resistance វារៀងពិបាកតិចបើសិនជាគេកាត់បន្ថយអត្រាកាប្រាក់អញ្ចឹងវាអាចនឹងមានការបាញ់ឡើងលើខ្ពស់អញ្ចឹងសម្រាប់ support នៅក្នុងថ្ងៃនេះគឺនៅក្នុងតម្លៃ$3,645នៅក្នុងមួយអោនអ្នកនរគ្នារងចាំទិញនៅតម្លៃ$3,666បានដែលតម្លៃហាងឆេងមាសអាចនឹងមានការកើនឡើងទៅនៅពេលដែលគេកាត់អត្រាកាប្រាក់អូខេអញ្ចឹងបើសិនជានៅក្នុងថ្ងៃនេះតម្លៃហាងឆេងមាសមានការកើនឡើងទៅបំបែកតម្លៃ$3,703នោះវានឹងអាចមានការកើនឡើងបន្ថែមទៀតអាចនឹងទៅដល់តម្លៃ$3,738នៅក្នុងមួយអោនហើយដែលការពីម្សិលមិញនេះគឺតម្លៃហាងឆេងមាសគឺបានកើនឡើងទៅដល់តម្លៃ$3,703នៅក្នុងមួយអោនដែលជាកម្រិតតម្លៃខ្ពស់បំផុតហើយសម្រាប់តម្លៃហាងឆេងមាសប៉ុន្តែនៅពេលដែលវាអត់បំបែកតម្លៃមួយហ្នឹងវាក៏មានការថមថយមកវិញឥឡូវនេះកំពុងតែជួញដូរនៅក្នុងតម្លៃ$3,679នៅក្នុងមួយអោនហើយម្សិលមិញនេះគឺខ្ញុំបាននិយាយដែរថាបើសិនជាតម្លៃហាងឆេងមាសអាចមានការហក់ឡើងទៅបំបែកតម្លៃ$3,703ក្នុងមួយអោននោះវានឹងមានឱកាសឡើងទៅដល់តម្លៃ$3,727អញ្ចឹងសម្រាប់ថ្ងៃនេះផ្ទាល់អាចនឹងមានការប្រែប្រួលខ្លាំងអញ្ចឹងអ្នកនរគ្នាអាចរងចាំតាមដានព័ត៌មានសិនចាំចូលផ្សារក៏បានឬមួយក៏អ្នកនរគ្នាអាចចូលផ្សារដោយមានការប្រុងប្រយ័ត្នអរគុណ